ការវាយប្រហាររបស់អ៊ុយក្រែនបានរំខានទៅដល់ការផ្គត់ផ្គង់អគ្គិសនីនិងកម្ដៅទៅកាន់ទីក្រុងធំៗពីររបស់រុស្ស៊ីគឺជាទីក្រុងដែលនៅជិតព្រំដែនរបស់អ៊ុយក្រែននេះបើយើងទៅតាមរបាយការណ៍របស់មន្ត្រីរុស្ស៊ីនៅក្នុងតំបន់កាលពីថ្ងៃអាទិត្យសូមជម្រាបសួរបងប្អូនទាំងអស់គ្នាព័ត៌មានបន្ទាប់មកនេះគឺពិតជារឿងដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់សង្គ្រាមគឺកំពុងតែរាលដាលទៅកាន់ទីជ្រៅទៅក្នុងទឹកដីរបស់រុស្ស៊ីហើយការវាយប្រហារនេះគឺមិនមែនវាយចំតែសមរភូមិនោះទេក៏ប៉ុន្តែវាគឺជាការវាយចំបណ្ដាញផ្គត់ផ្គង់អគ្គិសនីនិងកម្ដៅគឺជាការផ្គត់ផ្គង់ទៅកាន់ទីក្រុងធំៗចំនួន2របស់រុស្ស៊ីដែលនេះគឺបានបង្ហាញអំពីសមត្ថភាពវាយប្រហារដែលគួរឲ្យព្រួយបារម្ភរបស់អ៊ុយក្រែនរបាយការណ៍នេះគឺបានកាត់ឡើងស្របពេលដែលរុស្ស៊ីនិងអ៊ុយក្រែនគឺបានផ្លាស់ប្ដូរការវាយប្រហារគ្នាស្ទើរតែរាល់ថ្ងៃគឺការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់គ្នាទៅវិញទៅមកហើយកិច្ចខិតខំប្រឹងប្រែងការទូតដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមជិត4ឆ្នាំមកនេះគឺមិនមានបានរីកចម្រើនអ្វីឡើយខ្ញុំបានសូមបញ្យល់អ្នកទាំងអស់គ្នានេះគឺជាការបញ្ជាក់ថាសង្គ្រាមធម្មពលគឺកំពុងតែคล้ายទៅជាយុទ្ធសាស្ត្រដ៏សំខាន់ខណៈពេលដែលកិច្ចចរចាសន្តិភាពគឺត្រូវបានជាប់គាំងទាំងស្រុងភាគីទាំងពីរហាក់បីដូចជាមិនចង់ចរចាសន្តិភាពទេនៅពេលនេះគឺនៅតែបន្តដាក់សម្ពាធគ្នាទៅវិញទៅមកតាមរយៈការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំណែកឯនៅកន្លែងផ្សេងទៀតអ្នកការទូតកម្ពុជារបស់អ៊ុយក្រែនគឺបានចាប់ប្រកាន់ទីក្រុងមូស្គូពីបទបង្កគ្រោះថ្នាក់ដោយចេតនាទៅដល់សុវត្ថិភាពនុយក្លេអ៊ែរខណៈពេលដែលលោកគឺបាននិយាយថាការវាយប្រហារដោយដ្រូននិងមីស៊ីលដ៏ធំរបស់រុស្ស៊ីកាលពីថ្ងៃសុក្រគឺបានវាយប្រហារលើស្ថានីយបំលែងដែលផ្គត់ផ្គង់ថាមពលទៅដល់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន2ចឹងបងប្អូនទាំងអស់គ្នានេះគឺជាមហន្តរាយបងប្អូនគឺត្រូវតែផ្ដោតទៅលើចំណុចសំខាន់មួយនេះការវាយប្រហារទៅលើស្ថានីយបំលែងដែលផ្គត់ផ្គង់ថាមពលទៅដល់រោងចក្រនុយក្លេអ៊ែរគឺជាគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើរោងចក្រនុយក្លេអ៊ែរត្រូវបានបាត់បង់ថាមពលអគ្គិសនីទាំងស្រុងនោះគឺវាអាចនាំទៅរកគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីពីបទបង្កហានិភ័យដោយចេតនាទៅដល់សុវត្ថិភាពនុយក្លេអ៊ែររបស់អឺរ៉ុបដ្រូនវាយប្រហារបានបណ្ដាលឲ្យដាច់ភ្លើងនិងកាត់ផ្តាច់កម្ដៅបណ្ដោះអាសន្នទៅកាន់ផ្នែកខ្លះនៃទីក្រុង Voronezh ដែលមានប្រជាជនប្រមាណជា1លាននាក់នេះបើយើងទៅតាមអភិបាលតំបន់លោក Alexander Kosiv បាននិយាយចឹងទីក្រុង Voronezh នេះវាគឺជាទីក្រុងធំមួយរបស់រុស្ស៊ីការវាយប្រហារនេះគឺមិនមែនត្រឹមតែជាការផ្តាច់ភ្លើងទេក៏ប៉ុន្តែថែមទាំងការផ្តាច់កម្ដៅថែមទៀតផងហើយនេះវាគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅដល់ជនស៊ីវិលរបស់រុស្ស៊ីនៅក្នុងរដូវរងាហើយនេះគឺបង្ហាញអំពីការកើនឡើងនៅសមត្ថភាពវាយប្រហាររបស់អ៊ុយក្រែនលោកបាននិយាយថាដ្រូនជាច្រើនគឺត្រូវបានរាំងស្ទះដោយប្រព័ន្ធអេឡិចត្រូនិកនៅក្នុងអំឡុងពេលយប់គឺអំឡុងពេលយប់នៃការវាយប្រហារទៅលើទីក្រុងនេះដែលបង្កឲ្យមានអគ្គិភ័យនៅលើទីតាំងឧបករណ៍ប្រើប្រាស់នៅក្នុងស្រុកដែលត្រូវបានបន្លត់យ៉ាងឆាប់រហ័សចឹងការដែលរុស្ស៊ីប្រើប្រាស់ប្រព័ន្ធរាំងស្ទះអេឡិចត្រូនិកនេះវាបានបង្ហាញថារុស្ស៊ីគឺទទួលស្គាល់ថាមានការព្យាយាមវាយប្រហារក៏ប៉ុន្តែបានព្យាយាមកាត់បន្ថយទំហំនៃការខូចខាតក្រុមព័ត៌មានបានអះអាងថាគោលដៅគឺជារោងចក្រថាមពលកម្ដៅដែលជាគោលដៅយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់កម្ដៅនិងភ្លើងការវាយប្រហារដោយមីស៊ីលកាលពីល្ងាចថ្ងៃសៅរ៍ក៏បានបណ្ដាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរគឺខូចខាតទៅដល់ប្រព័ន្ធអគ្គិសនីនិងកម្ដៅដែលផ្គត់ផ្គង់ទីក្រុង Belgorod ដែលមានគ្រួសារប្រមាណជា 20,000 គ្រួសារត្រូវរងផលប៉ះពាល់នេះបើយើងទៅតាមអភិបាលតំបន់មូលដ្ឋានបានរាយការណ៍នៅព្រឹកបន្ទាប់ Belgorod នេះតែងតែជាទីក្រុងជួរមុខក៏ប៉ុន្តែការខូចខាតធ្ងន់ធ្ងរដល់ប្រព័ន្ធកម្ដៅនិងអគ្គិសនីដែលមានផលប៉ះពាល់ទៅដល់ 20,000 គ្រួសារនេះគឺជាការកាត់ឡើងដែលគួរឲ្យកត់សម្គាល់នេះគឺជាការរំលឹកថាជនស៊ីវិលរបស់រុស្ស៊ីក៏កំពុងតែក្លាយទៅជាជនរងគ្រោះដោយផ្ទាល់នៃសង្គ្រាមថាមពលនេះផងដែរក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថាកងកម្លាំងរបស់ខ្លួនគឺបានបំផ្លាញឬក៏បានស្ទាក់ចាប់ដ្រូនរបស់អ៊ុយក្រែនចំនួន44គ្រឿងនៅក្នុងអំឡុងពេលយប់ដែលមានការហោះហើរលើភាគនិរតីនៃប្រទេសរុស្ស៊ីសេចក្តីថ្លែងការណ៍គឺមិនបាននិយាយអំពីខេត្ត Voronezh ឬក៏តំបន់ Belgorod ទេដូចជាមិនបានបញ្ជាក់អំពីចំនួនដ្រូនដែលអ៊ុយក្រែនបានបង្ហោះលើចំណុចដែលគួរឲ្យកត់សម្គាល់គឺថារុស្ស៊ីមិនបានបញ្ជាក់ឈ្មោះតំបន់ Voronezh ឬក៏តំបន់ Belgorod នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនទេទោះបីជាអភិបាលមូលដ្ឋានបានបញ្ជាក់អំពីការខូចខាតក៏ដោយនេះគឺជាយុទ្ធសាស្ត្រដើម្បីបង្រួមព័ត៌មានកុំឲ្យប្រជាជនរុស្ស៊ីមានការភ័យខ្លាចចំពោះសន្តិសុខផ្ទៃក្នុងចំពោះអត្ថបទបន្តទៀតគឺការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីនេះមានគោលបំណងដើម្បីកាត់បន្ថយចំណូលពីការនាំចេញប្រេងរបស់ទីក្រុងមូស្គូដែលរុស្ស៊ីគឺត្រូវការដើម្បីបន្តសង្គ្រាមចឹងគោលដៅរបស់អ៊ុយក្រែនគឺមានភាពច្បាស់លាស់គឺការកាត់ផ្តាច់លំហូរសាច់ប្រាក់របស់រុស្ស៊ីដូច្នេះប្រេងគឺជាប្រភពចំណូលដ៏ធំបំផុតរបស់រុស្ស៊ីការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងវាគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពដើម្បីធ្វើឲ្យរុស្ស៊ីខ្សឹកខ្សោយផ្នែកហិរញ្ញវត្ថុទន្ទឹមនឹងនេះទីក្រុងគៀវនិងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនគឺបាននិយាយថារុស្ស៊ីគឺកំពុងតែព្យាយាមបំផ្លាញបណ្ដាញអគ្គិសនីរបស់អ៊ុយក្រែននិងបដិសេធមិនឲ្យជនស៊ីវិលទទួលបានកម្ដៅពន្លឺនិងទឹកស្អាតនេះគឺជាអ្វីដែលមន្ត្រីទីក្រុងគៀវបានហៅថាការប្រើប្រាស់រដូវរងាធ្វើជាអាវុធអញ្ចឹងនេះគឺជាភាពសាហាវឃោរឃៅនៃសង្គ្រាមនេះ
រុស្ស៊ីចង់បង្ខំឲ្យអ៊ុយក្រែនចុះចាញ់ដោយសារតែការបង្កកនិងធ្វើឲ្យជនស៊ីវិលរងទុក្ខវេទនានេះគឺជាការរំលឹកអំពីយុទ្ធសាស្ត្រការប្រើប្រាស់រដូវរងាធ្វើជាអាវុធដែលវាគឺត្រូវបានអន្តរជាតិថ្កោលទោសយ៉ាងខ្លាំងការវាយប្រហារដោយដ្រូននិងមីស៊ីលធំបំផុតរបស់រុស្ស៊ីកាលពីថ្ងៃសុក្រគឺបានវាយប្រហារទៅលើស្ថានីយបំលែងថាមពលអគ្គិសនីដែលរោងចក្រនេះគឺបានផ្គត់ផ្គង់ទៅដល់រោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែននេះបើយកទៅតាមរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនអញ្ចឹងនៅកន្លែងនេះគេចង់មានន័យថាការវាយប្រហារទៅលើស្ថានីយបំលែងរបស់រោងចក្រទាំងពីរនេះវាគឺជាការប្រតិបត្តិឋានដ៏ធំបំផុតរោងចក្រនុយក្លេអ៊ែរគឺត្រូវការថាមពលអគ្គិសនីពីខាងក្រៅដើម្បីធ្វើឲ្យត្រជាក់ស្នូលរបស់វាចឹងប្រសិនបើថាមពលទាំងនេះដាច់អស់រោងចក្រអាចនឹងឡើងកម្ដៅខ្លាំងដែលអាចនាំឲ្យមានការផ្ទុះស្ថានភាពវិទ្យុសកម្មទ្រង់ទ្រាយធំនៅអឺរ៉ុបលោក CBH បានហៅការវាយប្រហារទាំងនេះថាគឺមិនមែនជាការវាយប្រហារដោយចៃដន្យតែប៉ុណ្ណោះនោះទេក៏ប៉ុន្តែវាគឺជាការវាយប្រហារដែលត្រូវបានរៀបចំផែនការយ៉ាងល្អលោកបានអំពាវនាវឲ្យមានកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាអភិបាលនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិគឺដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនេះជាងការទាមទារឲ្យបើកកិច្ចប្រជុំ IAEA បន្ទាន់នេះវាបង្ហាញអំពីភាពធ្ងន់ធ្ងរនៃស្ថានភាពរដ្ឋមន្ត្រីអ៊ុយក្រែនចង់ឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធខ្លាំងទៅលើរុស្ស៊ីគឺដើម្បីឲ្យពួកគេឈប់បង្កគ្រោះថ្នាក់និងសុវត្ថិភាពនុយក្លេអ៊ែររបស់អ៊ុយក្រែនតទៅទៀតដែលនេះគឺជាផលប៉ះពាល់សម្រាប់អឺរ៉ុបទាំងមូលលោក Lavrov រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីបាននិយាយនៅថ្ងៃអាទិត្យថាលោកត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio គឺដើម្បីពិភាក្សាអំពីសង្គ្រាមរបស់អ៊ុយក្រែននិងស្ដារទំនាក់ទំនងទ្វេភាគីចឹងនេះគឺជាសញ្ញានៃការបើកចំហផ្នែកការទូតពីសំណាក់រុស្ស៊ីទោះបីជាសង្គ្រាមនៅតែកើតឡើងកម្ដៅក៏ដោយការជួបគ្នារវាងលោក Lavrov និងលោក Rubio នេះអាចជាការព្យាយាមរបស់រុស្ស៊ីដើម្បីបំបែកសម្ព័ន្ធមិត្តលោកខាងលិចឬក៏ស្វែងរកច្រកចេញណាមួយលោក Lavrov បាននិយាយម្ដងទៀតថាសន្តិភាពគឺមិនអាចសម្រេចបានទេបើគ្មានការកិត្តគូពីផលប្រយោជន៍របស់រុស្ស៊ីនោះដែលនៅពេលនេះទីក្រុងមូស្គូបានប្រើប្រាស់ដើម្បីបង្ហាញថាខ្លួនគឺកំពុងតែឈរយ៉ាងរឹងមាំនៃការទាមទារដ៏ខ្លាំងក្លារបស់ខ្លួនសម្រាប់អ៊ុយក្រែនការអះអាងរបស់លោក Lavrov បានបញ្ជាក់ថាលក្ខខណ្ឌចរចារបស់រុស្ស៊ីគឺនៅតែមិនអាចទទួលយកបានសម្រាប់អ៊ុយក្រែននិងលោកខាងលិចនោះទេនេះគឺមានន័យថាដំណើរឆ្ពោះទៅរកកិច្ចចរចាគឺនៅតែជប់គាំងហើយសង្គ្រាមថាមពលនិងសង្គ្រាមនុយក្លេអ៊ែរនឹងនៅតែបន្តដូច្នេះព័ត៌មានរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាយើងនឹងជួបគ្នានៅព័ត៌មានក្រោយៗទៀត